ឲ្យតែពេលមេឃភ្លៀងម្ដងខ្ញុំនឹកឃើញមុនគេគឺចំណាងនឹងហ្មងដោយសារអីពេលអាមេឃភ្លៀងនឹងញ៉ាំជាមួយនឹងចំណាងគឺឆ្ងាញ់ខ្លាំងមែនតើខ្ញុំចូលចិត្តមែនតើហ្មងប៉ុន្តែមានបងប្អូនខ្លះប្រហែលជាគាត់អត់សូវចេះញ៉ាំទេគាត់គិតថាអូវាមានក្លិនឆ្អែតវាមានក្លិនដូចអីផ្សេងអីចឹងណាប៉ុន្តែតាមពិតអត់ទេគេធ្វើមកពីស្លឹកចំណាងអីចឹងហើយជាមួយនឹងគ្រឿងផ្សំផ្សេងទៀតដែលជារូបមន្តរបស់គេចឹងទៅគេក៏អត់បានយកអានេះគោនឹងយកមកធ្វើដែរបងប្អូនទាំងគ្នាចឹងបាច់បារម្ភទេហើយបើថាញ៉ាំចំណាងដាក់ជាមួយនឹងទឹកម្ជូរព្រឹកចេះមកគឺថាជាតិមែនតើចាប់ជាតិគ្នាខ្លាំងហើយទឹកម្ជូរព្រឹកកន្លែងគាត់នេះឆ្ងាញ់ខ្ញុំឲ្យតែមកគឺដឹងតែអត់ដែររំលងទេហើយខ្ញុំក៏ដឹងដែរថាបងប្អូនទាំងគ្នាទៅញ៉ាំចំណាងកន្លែងណាមានក្លិនមិនដែរអញ្ចឹងណាតែសម្រាប់ខ្ញុំពីច្រើនខ្ញុំញ៉ាំតែកន្លែងគាត់នេះទេក្លិនអត់សូវខ្លាំងទេទទួលយកបានហើយសម្រាប់ទឹកជ្រលក់ខ្ញុំលាយបែបហ្នឹងឯងខ្ញុំដឹងថាបងប្អូនទាំងគ្នាចូលចិត្តញ៉ាំបែបមិនលាយបែបមិនតែសម្រាប់ខ្ញុំគឺលាយបែបដូចក្នុងវីដេអូហ្នឹងឯងអញ្ចឹងពេលដែលខ្ញុំលាយហើយគឺខ្ញុំដាក់ចូលក្នុងចំណាងហ្នឹងពាក់កណ្ដាលគឺខ្ញុំទុកញ៉ាំផ្ទាប់ជាមួយពាក់កណ្ដាលយល់ទៅលាយដូចខ្ញុំនេះគឺឆ្ងាញ់មែនតើអំបិលមីគឺយើងដាក់តែកន្លះកញ្ចប់ទេណាហើយសម្រាប់អាជ្រូកខ្ទឹមគាត់ជាមួយនឹងចំណាងហ្នឹងអូខ្ញុំនិយាយមែនខ្ញុំទឹមតែញ៉ាំកន្លែងគាត់ដែលខ្ញុំមានអារម្មណ៍ហើយញ៉ាំទៅវាត្រូវចិត្តហើយខ្ញុំក៏អាសាមកញ៉ាំដែរហើយណាមួយឥឡូវគឺចូលដល់ខែភ្លៀងហើយអញ្ចឹងអាមុខមនុយមុនគេដែលខ្ញុំនឹកឃើញពេលភ្លៀងហ្នឹងគឺចំណាងហ្នឹងឯងខ្ញុំនិយាយមែនចំណាងកន្លែងគាត់ឆ្ងាញ់រសជាតិខ្ញុំមកញ៉ាំម្ដងក៏រសជាតិនៅទៅដដែលដែរនិយាយទៅគឺថេឆ្ងាញ់មែនតើហ្មងការដំបូងខ្ញុំអត់ចេះញ៉ាំដូចតែគ្នានឹងដោយសារតែញ៉ាំដំបូងទៅចំកន្លែងដែលគេធ្វើអត់សូវឆ្ងាញ់អញ្ចឹងទៅក៏មានអារម្មណ៍ថាអូអត់សូវចូលចិត្តតែដល់ពេលបានញ៉ាំកន្លែងគាត់ឆ្ងាញ់ទៅបានមានអារម្មណ៍ថាអូញ៉ាំញៀនតាំងពីពេលហ្នឹងអញ្ចឹងណាចឹងមិនថាពេលដែលយើងញ៉ាំអីមួយបើថាញ៉ាំលើកដំបូងចំកន្លែងហ្នឹងឆ្ងាញ់ហើយគឺយើងចាប់ផ្ដើមចេះញ៉ាំរបស់ហ្នឹងហ្មងហើយសម្រាប់ចំណាងកន្លែងគាត់គឺមួយចាន10000រៀលហើយសម្រាប់ទឹកម្ជូរព្រឹកហ្នឹងគឺមួយកែវ6000រៀលហើយទីតាំងគាត់នៅម្ដុំស្តុបដេអិនឈ្មោះផ្ទះចំណាងខ្ញុំដាក់ location នៅក្នុង comment ឲ្យបាយ